បងប្អូនសមាគមបាទរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពណាគាត់បានមកចូលរួមបាទរំលែកជាមូលនិធិជូនទៅប្តីរបស់បងស្រីដែលគាត់បានស្លាប់មរណភាពប្រហែលថ្ងៃមុនចឹងណាបងខ្ញុំមានអារម្មណ៍ថាសប្បាយគាត់បានធ្វើមរណភាពថ្ងៃទី1នេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលបងប្អូនជួយខ្ញុំបាទអរគុណទាំងម៉ែទាំងអរគុណដល់ម៉ែគ្រប់សមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពអរគុណដល់ម៉ែធំច្រើនបាទចឹងគាត់មានឈ្មោះអ្វីដែរបងខ្ញុំឈ្មោះទួនច័ន្ទនឿនបាទចុះប្តីរបស់បងស្រីដែលជាសមាជិកសមាជិកាសមាគមហ្នឹងគាត់មានឈ្មោះអីដែរឈ្មោះធីរដ្ឋាបាទអាយុប្រហែលបងអាយុ59បាទហើយគាត់សពថ្ងៃគាត់ប្រកបមុខរបរដែរបងសប្តាហ៍គាត់ប្រកបមុខរបរធ្វើសន្តិសុខបាទហើយនៅកន្លែងនេះភូមិឃុំអីដែរបងភូមិលេខ1កសង្កាត់ស្វាយរលំក្រុងទឹកខ្មៅបាទធានសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពបានជើញមកដល់ទីតាំងដែលមន្ត្រីបាទសមាគមរបស់យើងដែលគាត់បានទទួលមរណភាពបានជាសមាជិកសមាជិការួមសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពណាគាត់បានមកអញ្ជើញបាទអុជធូបនិងខមាទោសទៅដល់បងប្រុសដែលមានឈ្មោះធីរដ្ឋាបាទដែលជាសមាជិកសមាជិកានៅក្នុងសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពបាទពនាមរបស់គាត់គឺស38ប្រធានបាទសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពបាទដែលប្រធានខិនវ៉ាន់បានមកដល់ក្នុងភូមិមួយកក្នុងសង្កាត់បាទស្វាយរលំក្រុងតាខ្មៅដើម្បីបាទមកអុជធូបបាទនឹងជាមួយនឹងក្រុមគ្រួសារសពដែលជាសមាជិកបាទឈ្មោះធីរដ្ឋាផងដែរបងប្អូនយើងដែលនៅខាងក្រោយនេះសូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមឲ្យបងប្អូនយើងប្រកបមុខរបររកស៊ីធ្វើដំណើរសូមឲ្យបានតែសេចក្តីសុខហើយសូមជួយតាមថែអាសាបងប្អូនយើងឲ្យឈ្នះអស់មានសត្រូវទាំងពួងសូមឲ្យមានសេចក្តីសុខសេចក្តីចម្រើនសូមឲ្យបងប្អូនយើងចូលរួមនៅក្នុងសមាគមសូមឲ្យចេះរួបរួមឲ្យចេះសាមគ្គីគ្នាឲ្យចេះសហការគ្នាឲ្យចេះឲ្យតម្លៃគ្នាយោគយល់គ្នាទៅវិញទៅមកសូមឲ្យបងទៅកាន់សុគតិភពចុះហើយសូមឲ្យបងជួយមើលថែតាមអ្វីដែលបងអាចមើលថែបងប្អូនយើងជួយទៅតាមអ្វីដែលបងអាចជួយបងប្អូនយើងបាទសូមឲ្យបងប្អូនយើងរស់ស៊ីសូមឲ្យខ្លាយជាអ្នកមានឲ្យបានគ្រប់គ្នាផងចុះបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងសូមជាថ្ងៃដែលខ្ញុំមកជូនដំណើរបងជាលើកចុងក្រោយបាទហើយបងគឺជាវីរៈបរិសនៅក្នុងសមាគមដែលកន្លងមកបងតែងតែចូលរួមជួយបងប្អូនយើងមិនថាបងប្អូនយើងមានបញ្ហាឬក៏បងប្អូនយើងមានសុខមានទុក្ខយ៉ាងណាតែងតែមានបងចូលរួមជួយបងប្អូនយើងសហការគ្នាជួយនៅក្នុងសមាគមរបស់យើងបាទជារៀងរហូតកន្លងមកបាទចឹងខ្ញុំមានប៉ុណ្ណឹងសាធុបាទប្រិយមិត្តជននេះជាប្រធានបាទខិនវ៉ាន់បាទសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពរួមទាំងបងប្អូនហើយគាត់បានគៀងកបាទបងប្អូនដូចជាម៉ូតូឌុបបាទរមាក់និងអាជីវករផ្សេងដែលគៀងកចូលក្នុងសមាគមរបស់យើងផងដែរបាទយើងឃើញណាបងប្អូនគាត់មកអុជធូបបាទដើម្បីខមាទោសទៅដល់បងប្រុសធីរដ្ឋាផងដែរហើយបងប្អូនយើងនៅក្នុងសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាព25ខេត្តក្រុងបាទមានបងប្អូនយើងសមាជិកសមាជិកាទាំងអស់នៅក្នុងសមាគមបាទថ្ងៃនេះបានពំនាំនៅថវិកាដែលយើងធ្វើជាកាតព្វកិច្ចជូនទៅដល់បងធីរដ្ឋាបាទពនាមរបស់គាត់ស38ដែលគាត់ជាមន្ត្រីសមាគមអញ្ចឹងដោយសារគាត់ទទួលមរណភាពថ្ងៃនេះខ្ញុំបានរៃបងប្អូនយើងយកមកជូនដល់ក្រុមគ្រួសារគាត់បាទហើយនឹងកូនប្រុសបាទនឹងកូននឹងគ្រួសាររបស់គាត់អញ្ចឹងខ្ញុំក៏សូមអរគុណដល់បងប្អូនសមាជិកសមាជិកានៅក្នុងសមាគមទាំងអស់ដែលចេះស្រឡាញ់នៃការជួយគ្នាបាទបងប្អូនយើង
មានបញ្ហាគឺសមាគមយើងតែងតែជួយគ្នាដោយមិនបង្អង់ឬក៏ពង្លែងដៃទេបាទទោះជាមានបញ្ហាសុខទេសយើងមានបញ្ហាជួបនៅជនឈ្លានពានទឹកដីរបស់យើងក៏ដោយប៉ុន្តែបងប្អូនយើងនៅតែសហការគ្នាចូលរួមជួយគ្នាតាមអ្វីដែលបងប្អូនយើងអាចជួយទៅបានបាទអញ្ចឹងខ្ញុំតំណាងឲ្យបងប្អូនសមាជិកសមាជិកានៅក្នុងសមាគមទាំងអស់បាទក្នុងនាមខ្ញុំជាប្រធានដឹកនាំអាណត្តិនៅក្នុងសមាគមបាទខ្ញុំសូមអរគុណមែនទែនសម្រាប់បងប្អូនយើងដែលចេះស្រឡាញ់គ្នាជួយគ្នាហើយថវិកាទាំងអស់ដែលយើងប្រមូលបាននេះគឺចំនួន2លាន435000រៀលបាទ2លាន435000រៀលបាទអញ្ចឹងជូនដល់ក្រុមគ្រួសារបងបាទសូមឲ្យបងយកទៅប្រើប្រាស់តាមលទ្ធភាពតាមអ្វីដែលបងអាចប្រើប្រាស់ទៅចោះបងណាសមាគមរបស់យើងដែលបានចូលរួមជួយនេះតើសម្រាប់បងដែលជួយដល់សមាជិកនៅក្នុងភូមិរបស់បងបាទតើបងមានអារម្មណ៍បែបណាដែរសម្រាប់សមាគមបាទអរគុណច្រើនខ្ញុំសូមអរគុណបងប្អូនសមាជិកក្នុងសមាគមទាំងអស់ដែលបានជួយយត្តយោងគាត់ជួយឧបត្ថម្ភដល់គាត់ជាលក្ខណៈថវិកាដើម្បីជួយឲ្យគាត់នឹងបានធូរស្បើយបន្តិចដោយសារប្តីរបស់គាត់គឺបានជាសមាជិកក្នុងសមាគមអញ្ចឹងអរគុណបងប្អូនទាំងអស់ក្រៃលែងដែលបានចូលរួមសហការគ្នាយ៉ាងប្រសើរស្រាំជាពិសេសគឺសមាគមនឹងគឺល្អបំផុតដោយសារចេះជួយគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំតំណាងឲ្យភូមិមួយកនេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់រាល់សមាជិកទាំងអស់ដែលខំខិតខំទាំងអស់គ្នានេះគឺដើម្បីអភិវឌ្ឍនៅប្រទេសជាតិរបស់យើងអញ្ចឹងសូមអរគុណច្រើនបងប្អូនខ្ញុំគ្មានអ្វីច្រើនទេខ្ញុំមានតែពាក្យអរគុណច្រើនចាខ្ញុំសូមថ្លែងអំណរគុណដល់សមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពដែលបានបង្កើតឲ្យជួយប្តីខ្ញុំដែលគាត់លាចាកលោកនេះនិងអរគុណប្រធានសមាគមអរគុណច្រើនសូមមេទទួលបានរកស៊ីមានបានសុខភាពល្អទាំងបងប្អូនមេថ្នាក់ដឹកនាំទាំងអស់សូមអរគុណច្រើនចូលរួមជាមួយរាជរដ្ឋាភិបាលផ្ដន់ទាទោសទៅដល់ជនដែលឈ្លានពានទឹកដីរបស់យើងគឺចៅសៀមបាទដែលបានឈ្លានពានទឹកដីរបស់យើងអញ្ចឹងយើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំជាសមាជិកសមាជិកាទាំងអស់នៅក្នុងសមាគមចូលរួមគាំទ្រជាមួយនឹងរាជរដ្ឋាភិបាលឥតងាករេ